ជំរាបសួរវីដេអូនេះដែរខ្ញុំសូមបង្ហាញពីសកម្មភាពការងារការពីអតីតកាលរបស់ខ្ញុំណាបងប្អូនដែលកើតក្នុងគ្រួសារដែលមានជីវភាពជាអ្នកប្រកបមុខរបរជាអ្នកឡើងថ្នោតប្រកាសជាបានឆ្លងកាត់ការងារដល់ហត់នៅមួយនេះហើយយ៉ាងហ្នឹងបងខ្ញុំគាត់ជាប់ទៅហូបការគេអញ្ចឹងគាត់ក៏បានពឹងខ្ញុំឲ្យមកជួយដុតទឹកថ្នោតឲ្យគាត់ដោយសារតែការងារនេះខ្ញុំខានធ្វើរយៈពេលជាង10ឆ្នាំហើយការជំនាន់នោះអត់តែប្រើពងភ្លោះអញ្ចេះតែគឺប្រើតែពងមួយអញ្ចឹងណាហើយការជំនាន់នោះក៏អត់ដែលងាស់ទឹកថ្នោតអីតិចអញ្ចេះដែរគឺងាស់ពីច្រើនអញ្ចឹងណាអត់សូវយកជាគុណភាពអីដូចឥឡូវទេគាត់ដល់ធ្លាប់តែជួយម្លៀងពងគាត់អីតិចតួចឬក៏ដោះមាត់ខ្ទះអីអញ្ចឹងណាតែពេលសុកគាត់ពឹងយើងឲ្យមកជួយដុតគាត់អញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកមិនដោយសារមិនមែនជាការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងយើងអត់ស្ទាត់ក្នុងការធ្វើវាដោយការពីមុនទេគឺថាពិបាកទៅលើការដុតភ្លើងយើងស្មានភ្លើងធ្វើម៉េចឲ្យទឹកថ្នោតវាឡើងជាប់រហូតត្រូវថែមាត់ខ្ទះធ្វើម៉េចកុំឲ្យវាខ្លោចកុំឲ្យវាក្រៀមខ្មៅគេសម្រាមចាញ់ធ្វើម៉េចកុំឲ្យស្ករយើងវាមានកតិចខ្មៅអញ្ចឹងហើយនេះគឺជាពេលវេលាដែលខ្ញុំបារម្ភជាងគេក៏បានមកដល់គឺពេលដែលស្ករចាប់ផ្ដើមផ្លាប់គឺខ្ញុំពិបាកស្មានមែនតើគឺខ្ញុំស្មានអត់ដឹងហ្មងថាវាចាស់ភ្លើងឬក៏ខ្ចីភ្លើងតែមានណាខ្ញុំចាំតិចហើយតិចទៀតដេញស្ករដល់ចាស់ភ្លើងចង់ខ្លោចហើយភ័យបំផុតគឺពេលដែលខ្ញុំដាក់ស្ករត្នោតចុះម្នាក់គឺខ្ញុំភ័យឡើងញ័រហ្មងខ្ញុំខ្លាចថាខ្ញុំរបូតដៃហើយវាក៏ពុកពលាយើងអត់ធ្លាប់អញ្ចឹងទៅចេះតែខ្លាចហើយក៏ព្យាយាមប្រយ័ត្នខ្លួនឯងដែរហើយនៅចិត្តហ្នឹងក៏អត់មានមនុស្សធំអីដែលជួយលើកយើងដែរគឺមានក្មេងៗក្មួយអញ្ចឹងក៏អត់ហ៊ានពឹងសុខចិត្តខំលើកខ្លួនឯងធ្វើម៉េចឲ្យបានហើយព្យាយាមប្រយ័ត្នចឹងហើយណាមួយពងភ្លោះផ្ទះខាងក្រោយហ្នឹងលើកពីរនាក់ក៏ពិបាកដែរដោយសារវាទៅប្រហុយពីខាងក្រោយចឹងណាហើយបើលើកទៅមុខក៏វាទៅផ្ទះពីខាងមុខវាប៉ានក្តៅដៃយើងដែរចឹងវិធីសាស្ត្រដែលល្អគឺយើងមានតែអូសទាញវាមកពីខាងវិញហើយមុនទាញយើងក៏បានទាញផាលដែលបានកលផ្ទះនឹងចេញដែរដើម្បីកុំឲ្យយើងទាញមកវាបែកពងចឹងដល់ផ្ទះទី2គឺពងពីខាងមុខយើងអាចលើកដាក់ពីរនាក់បានគឺវាអត់ប៉ាលដៃយើងឲ្យធ្វើឲ្យដៃយើងក្តៅអីទេខាងមុខនេះខ្ញុំចំណាំឃើញបងខ្ញុំគាត់អូសចេញដូចអាផ្ទះខាងក្រោយដែរតែដោយសារខ្ញុំភ័យខ្ញុំនៅញ័រអញ្ចឹងទៅខ្ញុំឲ្យក្មួយខ្ញុំជួយលើកហើយមុនលើកហ្នឹងក៏បានប្រាប់ថាឲ្យច្បាច់ឲ្យណែនកុំឲ្យរបូតដៃឲ្យប្រយ័ត្នដែរដោយសារទឹកថ្នោតនេះខ្ញុំចាក់តែកន្លះផ្ទះទេដល់ពេលអញ្ចឹងវាឆាប់រីងមុនក្រោយគ្នាតែមួយផ្លែតអញ្ចឹងហើយក៏មានតែបដ ாய் ក្មេងៗឲ្យជួយកូរហើយនិយាយពីផ្ទះដែលខ្ញុំកូរនេះគឺថាអត់សូវបានកូរបានទេដោយសារអីផ្ទះហ្នឹងកលអត់ជាប់មកឲ្យតែកូរគឺវាចាប់ផ្ដើមវិលហើយចៃដន្យអីអាផ្ទះហ្នឹងវាចាស់ភ្លើងខ្លាំងហើយឡើងរឹងអញ្ចឹងពេលដែលយើងកូរយើងត្រូវការប្រើកម្លាំងខ្លាំងឡើងតឹងអញ្ចឹងហើយបានកលអត់ជាប់ហ្នឹងកុំឆ្ងល់នេះគឺជាសមិទ្ធផលស្ករត្នោតដែលខ្ញុំបានដុតមួយយកស្ករនេះមិនមែនចាស់ភ្លើងធម្មតាណាគឺថាចាស់ចង់ខ្លោចតែម្ដងអញ្ចឹងហើយខ្ញុំចាក់កែវអត់កើតទេមានតែចាក់ដាក់ស្ពេត្រូចាក់លក់តម្លៃផ្សេងចាក់ស្ពេត្រូបែបនេះវាចូលសាច់ប្រភេទលេខ2ឬក៏លេខ3តែបើបងប្អូនខ្លះគាត់ក៏មកចង់បានស្ពេត្រូហើយសាច់លេខ1ដូចចាក់កែវក៏បានដែរហើយតម្លៃក៏វាតាមប្រភេទសាច់ស្ករល្អនិងអត់ល្អអញ្ចឹងបន្ទាប់ពីចាក់ផ្ទះទី1ហើយឥឡូវចូលដល់ផ្ទះទី2ម្ដងផ្ទះនេះខ្ញុំដាក់រៀងខ្ចីភ្លើងជាងផ្ទះមុនបើនិយាយពីពណ៌និងក្លិនវិញគឺល្អជាងផ្ទះទី1ដែរចូលប្រភេទសាច់លេខ1ហើយក្លិននិងពណ៌នេះតែបើឲ្យប្រៀបធៀបក្លិននិងពណ៌គឺខុសគ្នាដាច់ផ្ទះទី1ក្រហមគឺក្លិនវាអត់សូវឈ្ងុយទេហើយរាងជូរបើផ្ទះទី2នេះសបល់វាសគឺក្លិនឈ្ងុយឆ្ងាញ់ហ្មងអញ្ចឹងចង់បញ្ជាក់ថាការធ្វើស្ករត្នោតល្អឬក៏មិនល្អគឺអាស្រ័យទៅលើអ្នកដុតបើយើងចង់បានស្ករល្អគឺត្រូវដុតទឹកត្នោតនឹងឲ្យវាពុះឡើងជាប់រហូតថែកុំឲ្យមានសម្រាមមានកតិចហើយបើយើងដុតពេលដែលទឹកត្នោតនឹងឡើងស្រកចាស់ហៅថាទឹកត្នោតជំរិញអញ្ចឹងវាធ្វើឲ្យស្ករយើងក្រហមហើយក្លិនអត់សូវឈ្ងុយវារាងជូរដោយសារតែពងភ្លុះអញ្ចឹងខ្ញុំអត់សូវចេះដុតទេហើយអាផ្ទះក្រោយហ្នឹងភ្លើងក៏វាឆេះអត់ដល់អញ្ចឹងវាឡើងចុះឡើងនិយាយរួមទៅការធ្វើស្ករត្នោតដែលទទួលបានសាច់ស្ករដែលល្អក៏វាអាស្រ័យទៅលើអាកាសធាតុប្រភេទពពេលដែលយើងបានដាក់ជាមួយទឹកត្នោតនិងជំនាញរបស់អ្នកធ្វើស្ករត្នោតម្នាក់ៗផងដែរ